บจกพระเลยมาจานบุญปอนมาดมในเราขมีนแต่บองปอนนมบจกพระเลยกับหลายกวดนี้ก็คือเมียนกรุบเกลืองมองโดยดักเคินจังอาสัจไอเมียนเฉินมกครั้งแม่ให้มาจานนครลูแต่บุญปอนก็มาดัลลานังเตนต่อขณีให้ในตีนี้เขาเหมือนแมนเมียนแต่นมบจกพระเลยเต้นมบจกบาไตรสำล้อเคียไอ้นาไหนก็เมียนได้นมบจกตักปะหอกไอก็เมียนในต่อขณีแทนเมียนนครดักอะไรเคินปลายเกคลีนนมบจกบัตตาห้าวให้สมัยนมบจกพระเลยดำไรมาจานบุญปอนก็มาดัลลานั่นก็คือจิตไหลโปรโมชั่นบอกกอดให้สมัยโปรโมชั่นบุญปอนนั่นคือก็ทัวปีทั้งไงชอบขณีตายมาดองยี่เต้คือสมัยไอ้แค่นังขันไอ้ดำใบออดอกแค่โจชนำทำไมยังจะกอดลูกนมบจกพระเลยนั่งตะไหลตะบุญปอนเตบองปอนต่างគ្នាណែផាក់លើគេវិញគឺធ្វើថ្មីមានជើងមន់ជើងទាសាច់ផាក់លើគ្រប់សពបែបយ៉ាងហ្មងហើយបច្ចៈបន្តិចប្រម៉ូសិនហ្នឹងគឺមានសម្រាប់តែនំបញ្ចុកផាក់លើទេណាសម្រាប់នំបញ្ចុកក្បាលត្រីនំបញ្ចុកទឹកប្រហុកអីគឺអត់មានប្រម៉ូសិនទេគឺតម្លៃធម្មតាហើយនំបញ្ចុកផាក់លើហ្នឹងក៏ដូចគ្នាផុតពី2ថ្ងៃហ្នឹងទៅគឺគាត់លក់តម្លៃធម្មតាវិញហើយអញ្ចឹងអាចទៅរកញ៉ាំបានតាន់គេនៅប្រម៉ូសិនណានិយាយពីថាមកកន្លែងនេះសបោសបាយណាស់សបោរបស់ញ៉ាំមែនតែម្ដងមានគ្រប់សពបែបយ៉ាងនំបញ្ចុកស្លខ្ជាយនំបញ្ចុកទឹកប្រហុកមកពីសៀមរាបអីណាណីក៏មានដែរនិយាយទៅគឺសបោសបាយមែនតែហ្មងហើយសម្លខ្ជាយគេនេះមានតាំងពីពងត្រីកាពះត្រីក្បាលត្រីគ្រប់សពបែបយ៉ាងហ្មងណាអ្នកតាគ្នាហើយខ្ញុំមួយគឺថាមួយកន្លែងគាត់ហ្មងរឿងនំបញ្ចុកក្បាលត្រីហ្នឹងដោយសារខ្ញុំចូលចិត្តក្បាលត្រីខ្លាំងមែនតើដល់ពេលឥឡូវនេះគាត់ទៅចេញមនុយថ្មីដែលជានំបញ្ចុកផាក់លើហ្នឹងត្រូវចិត្តខ្ញុំទៀតហើយដោយសារថារឿងផាក់លើរឿងសាច់កាប់សាច់អីនេះគឺចូលចិត្តខ្លាំងមែនតើជាពិសេសបើបានដាក់ញ៉ាំជាមួយនំបញ្ចុកហើយស្រូបទឹកសោះគេអញ្ចឹងទៀតគឺកាន់តែអាមកន្លែងនេះគ្រឿងក្រៅរបស់គាត់ធ្វើខ្លួនឯងទាំងអស់តែម្ដងអ្នកតាគ្នាហើយទាំងពីសោះទាំងពីទឹកជ្រលក់ទាំងពីជ្រក់ដាក់ជាមួយនំបញ្ចុកដាក់ជាមួយសាច់ផាក់លើអីហ្នឹងគឺគាត់ធ្វើទាំងអស់ខ្លួនឯងហ្មងហើយសម្រាប់សាច់ផាក់លើនេះវិញគឺយើងអាចហៅញ៉ាំជាឈុតក៏បានហើយញ៉ាំព្រមជាមួយនឹងនំបញ្ចុកហ្នឹងក៏បានដែរឬក៏ចូលចិត្តញ៉ាំតែផាក់លើអាចហៅជាឈុតបែបនេះក៏បានដែរអ្នកទាំងគ្នាមួយឈុតគេនេះមានគ្រប់មុខគ្រប់សពបែបយ៉ាងហ្មងមានជើងមាន់ជើងទាសាច់ផាក់លើឈាមតាហ៊ូអីណាណីក៏មានដែរហើយគេដាក់ញ៉ាំផ្ទាប់ជាមួយជ្រក់ហើយនឹងសូបទឹកសសគេបែបនេះហើយសសគេនឹងគឺឈ្ងុយខ្លាំងមែនតើអ្នកទាំងគ្នាមានខួរមានអីទៀតនៅក្នុងនឹងឈុតគេនឹងគឺមានគ្រប់សពបែបយ៉ាងហ្មងដូចតែឃើញបងប្រុសគាត់កំពុងតែសូបសសពីលើនឹងអញ្ចឹងហើយបើងាកមកខាងនេះវិញគឺជានំបញ្ចុកក្បាលត្រីយើងនឹងឯងក្បាលត្រីគឺដាក់មួយដុំធំអញ្ចឹងហ្មងហើយមានកាពះមានអីចឹងណាហើយបើថេងតែក៏ដូចគ្នាដែរថេងតែនេះញ៉ាំជាមួយនំបញ្ចុកទឹកប្រហុកនឹងឯងអ្នកទាំងគ្នាហើយឃើញតែប្រម៉ូសិន4000សម្រាប់នំបញ្ចុកផាក់លើមែនណាតែមើលចានគេណោះគឺថាដាក់អត់ឲ្យស្ទើរចិត្តទេគឺមានគ្រប់គ្រឿងនៅក្នុងចាននឹងតែម្ដងអ្នកទាំងគ្នាហើយខ្ញុំពិតជាសរសើរកន្លែងគាត់សរសើរដាច់ពីមាត់ទេគាត់បកកែរិះរកបកកែឆ្នៃម្ហូបលក់ខ្លាំងមែនតើខ្ញុំរហូតដល់ថ្នាក់ខ្ញុំសួរបងម្ចាស់ហាងថាឥឡូវអីទៀតដែលជាម្ហូបខ្មែរដែលបែរអត់តាន់លក់គឺមានសឹងតែគ្រប់មុខហើយនៅទីនេះជាពិសេសអាម្ហូបខ្មែររបៀបលក្ខណៈ street food តាមផ្លូវអីហ្នឹងគឺគាត់មានគ្រប់សពបែបយ៉ាងហ្មងនៅកន្លែងគាត់មកទីនេះដូចមកឋានសួគ៌សម្រាប់អ្នកចូលចិត្តញ៉ាំអញ្ចឹងដូចខ្ញុំអីរឿងនំបញ្ចុករឿងអីវិញគឺថាមកអត់ចេះខកម្ដងទេមកកន្លែងគាត់ម្ដងណាក៏ដូចម្ដងណាដែរគូផ្សំត្រូវនៅចិត្តផ្ទះទៀតនោះនិយាយពីថាមកឡើងញឹកញយហ្មងនេះអ្នកទាំងគ្នាបើមើលទៅមួយចានណាច្រើនរបស់គេមិនមែនលេងសើចទេណាមួយចាននេះគឺមកតឹងពោះងាងនឹងពោះហ្មងរបៀបអាចញ៉ាំជំនួសបាយល្ងាចអីក៏បានដែរព្រោះដោយសារកន្លែងគាត់ហ្នឹងគឺបើកពីម៉ោង4ទៅដល់ពេលអញ្ចឹងអាចល្ងាចឡើងទៅរកញ៉ាំបានលក្ខណៈនំបញ្ចុកនឹងក៏បានម្ហូបផ្សេង street food បុកល្ហុងគ្រឿងត្រាំគ្រឿងជ្រូកអីក៏គាត់មានដែរតែមួយរយៈចុងក្រោយនេះគឺខ្ញុំវក់ជាមួយនំបញ្ចុកកន្លែងគាត់មែនតើមកលើកណាក៏មករកនំបញ្ចុកដែរជាភាសានំបញ្ចុកក្បាលត្រីនេះអ្នកទាំងគ្នាមក10ដងញ៉ាំទាំង10ដងស្លខ្ជាយគេនិយាយពីថាឈ្ងុយខ្លាំងមែនតើមួយមុខនេះកាលមុនខ្ញុំឃើញគេល្បីខ្លាំងណាស់នៅសៀមរាបហើយឥឡូវហ្នឹងបាច់ទៅដល់សៀមរាបហើយមកទៅត្រឹមមូតក៏ញ៉ាំបានដែរអញ្ចឹងបញ្ជាក់អ្នកទាំងគ្នាម្ដងទៀតហាងដែលមាននាំអ្នកទាំងគ្នាមកថ្ងៃនេះគឺជាមូតផ្លូវ313នឹងឯងចាំដាក់ location នៅក្នុង comment ឲ្យ